អភិបាលខេត្តកំពង់ធំចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាប្រគល់ជូនគ្រួសាររងគ្រោះដោយភ្លៀងខ្យល់កន្ត្រាក់នៅស្រុកបារាយណ៍ឯកឧត្តមនួនផារតប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំនិងក្រុមការងារថ្នាក់ស្រុកថ្នាក់ឃុំភូមិបានចុះពិនិត្យមើលការខូចខាតដំបូលផ្ទះប្រជាពលរដ្ឋចំនួន63ខ្នងដែលបណ្ដាលមកពីភ្លៀងនិងខ្យល់កន្ត្រាក់ប៉ះពាល់ចំនួន5ភូមិក្នុងឃុំចុងដូងស្រុកបារាយណ៍ខេត្តកំពង់ធំកាលពីវេលាម៉ោង 15:30 នាទីនៅថ្ងៃទី25 ខែមេសាឆ្នាំ 2025 មានភ្លៀងនិងខ្យល់កន្ត្រាក់បានវាយប្រហារទៅលើតំបន់ឃុំចុងដូងបង្កឲ្យមានការខូចខាតដំបូលផ្ទះប្រជាពលរដ្ឋចំនួន63ខ្នងនិងខូចខាតអស់ទាំងស្រុងចំនួន10ខ្នងមានចំនួន5ភូមិគឺភូមិខ្សាច់ល្អិតប៉ះពាល់ផ្ទះ46ខ្នងភូមិគោប៉ះពាល់ផ្ទះ3ខ្នងភូមិចុងដូងប៉ះពាល់5ខ្នងនិងភូមិទួលសាលាប៉ះពាល់5ខ្នងភូមិសំរោងប៉ះពាល់ចំនួន4ខ្នងផ្ទះដោយពុំមានប៉ះពាល់អាយុជីវិតមនុស្សសត្វនោះឡើយឯកឧត្តមនួនផារតបានមានប្រសាសន៍ថាសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាតែងតែយកចិត្តទុកដាក់និងព្រួយបារម្ភអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដោយសម្ដេចបានណែនាំឲ្យឯកឧត្តមមកជួបជាមួយបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ដែលរងគ្រោះដោយភ្លៀងនិងខ្យល់កន្ត្រាក់ដែលទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយដល់មូលដ្ឋានជាមួយនឹងការសោកស្ដាយលើការខូចខាតដែលបណ្ដាលមកពីភ្លៀងនិងខ្យល់កន្ត្រាក់បានធ្វើឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋអស់របើកដំបូលនិងរលំឯកឧត្តមបានលើកទឹកចិត្តដល់គ្រួសារដែលរងគ្រោះដោយសារភ្លៀងនិងខ្យល់កន្ត្រាក់ឲ្យមានស្មារតីរឹងមាំនិងប្រកបមុខរបរបន្តទៀតដើម្បីចិញ្ចឹមគ្រួសារឲ្យមានលក្ខណៈល្អប្រសើរឆ្លៀតក្នុងឱកាសនោះឯកឧត្តមនួនផារតបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ពេលមានភ្លៀងនិងខ្យល់កន្ត្រាក់សូមមានការប្រុងប្រយ័ត្ននិងរកទីកន្លែងណាមានសុខសុវត្ថិភាពដើម្បីកុំឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វព្រោះកត្តាធម្មជាតិបង្កឡើងទីតាំងណាកន្លែងណានោះទេសូមបញ្ជាក់ផងដែរថាគ្រួសារដែលរងគ្រោះដោយភ្លៀងនិងខ្យល់កន្ត្រាក់ក្នុងមួយគ្រួសារទទួលបានរួមមានអង្ករ1បេមី1កេសត្រីខ1យួរទឹកស៊ីអ៊ីវ1យួរទឹកត្រី1យួរតង់1និងថវិកា40,000 រៀលសម្រាប់អ្នកដែលរលំទាំងស្រុងពីគ្រួសារទទួលបានថវិកា40,000 រៀលដែលប៉ះពាល់ដំបូលទទួលបាន20,000 រៀលរលំទាំងស្រុងទទួលបាន40,000 រៀលនិងអ្នកប៉ះពាល់បានថវិកា10,000 រៀលផងដែរ